នៅក្នុងចំណាប់អារម្មណ៍ទី2នេះខ្ញុំចង់និយាយអំពីវត្ថុបំណងរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងក្នុងការបង្រៀនមនុស្សបងប្អូនត្រូវចាប់គូលឲ្យបានកាលណាបងប្អូនចាប់គូលមិនបានសកម្មភាពរបស់បងប្អូនអាចនឹងវង្វេងផ្លូវតែបើសិនណាជាបងប្អូនចាំគូលរបស់វាបងប្អូនដើរមិនងាយវង្វេងទេឧទាហរណ៍ថាបងប្អូនចូលព្រៃកាន់តែជ្រៅទៅបងប្អូនត្រូវចាំគូលចំណុចសំខាន់ដែលបងប្អូនត្រូវចាំដើម្បីឲ្យបងប្អូនអាចរកផ្លូវត្រឡប់មកផ្ទះយើងវិញបានសំខាន់ណាស់បងប្អូនត្រូវចាំគូលវាហើយបងប្អូនយកទៅផ្ទៀងផ្ទាត់ពេលហ្នឹងបងប្អូននឹងដឹងថាតើសកម្មភាពរបស់បងប្អូននឹងវាត្រូវតាមការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធឬអត់អ្វីក៏ដោយឲ្យតែបងប្អូនធ្វើក្នុងចេតនាដើម្បីឲ្យបានមកអញមិនមែនជាផ្លូវដែលព្រះសម្មាសម្ពុទ្ធបង្រៀនទេបងប្អូនត្រូវមើលឲ្យយល់ពីជំរឿចិត្តរបស់ខ្លួនព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យអស់អញមគ្គគឺជាផ្លូវដែលអ្នកត្រូវធ្វើឲ្យកើនជារៀងរាល់ថ្ងៃអរិយសច្ចៈទាំង4ទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈទុក្ខសច្ចៈជាធម៌ដែលត្រូវកំណត់ដឹងអ្នកត្រូវកំណត់ដឹងឲ្យច្បាស់ថាជីវិតកើតមកជាទុក្ខអ្នកត្រូវរស់នៅក្នុងសេចក្តីពិតកុំភូតខ្លួនឯងកុំរកវិធីប្រឡប់ខ្លួនឯងកុំទៅច្រៀងកុំទៅរាំកុំទៅផឹកស្រាកុំទៅធ្វើនេះធ្វើនោះដើម្បីឲ្យខ្លួននឹងវារវល់អត់បានគិតពីសេចក្តីពិតនៅក្នុងខ្លួនរបស់អ្នកត្រូវគិតឲ្យឃើញថាពិតមែនជីវិតកើតមកគឺដើម្បីតែស្លាប់នឹងត្មងអត់បានការអ្វីទាំងអស់សបាយ1វិនាទីទៅ1វិនាទីគឺនៅសល់តែការចងចាំគ្មានបានការអ្វីទាំងអស់ប៉ុន្តែមនុស្សមិនព្រមទទួលយកការពិតថាជីវិតកើតមកជាទុក្ខចេះតែទៅធ្វើនេះបន្តិចទៅធ្វើនោះបន្តិចដើម្បីប្រឡប់មកជីវិតហ្នឹងអត់មានប្រឡប់ពីណាទេបងប្អូនប្រឡប់តែខ្លួនឯងហ្នឹងដើរទៅទៅនេះបន្តិចទៅធ្វើទៅនេះបន្តិចទៅធ្វើទៅនោះបន្តិចទៅដើម្បីឲ្យឃើញថាជីវិតហ្នឹងវាមានន័យប៉ុន្តែការពិតជីវិតហ្នឹងកើតមកចាំថ្ងៃស្លាប់ហ្នឹងមិនបានកើតអីទេពេលវេលាដែលកន្លងហួសទៅមកផ្លែតគិតទៅ10 20 ឆ្នាំហ្នឹងសល់តែការចងចាំព្រះពុទ្ធលោកបង្រៀនយើងឲ្យពលត្រូវអរិយសច្ចៈទី1គឺជីវិតជាទុក្ខដើម្បីអីបងប្អូនទី1វាតាក់ទងជាមួយនឹងសេចក្តីពិតមិនមែនព្រះពុទ្ធនឹងរុញច្រានយើងទេវាជាសេចក្តីពិតទី2ដើម្បីឲ្យបងប្អូនព្រមលែងជីវិតនឹងចោលឆ្ពោះទៅរកការអស់នៅការផ្គុំសារជាថ្មីដើម្បីឲ្យកើតជីវិតព្រះពុទ្ធអត់បង្រៀនទេឲ្យតែមេរៀនណាដែលនាំឲ្យបានមកអញពីព្រោះអញនឹងគឺជាធាតុដែលព្រះសម្មាសម្ពុទ្ធលោកចង់រំលាយអញធំទុកធំអញតូចទុកតូចអស់អញអស់ទុកព្រះពុទ្ធលោកនាំយើងទៅដល់អស់ទុកគឺអស់អញអញ្ចឹងធម៌ណាដែលបងប្អូនធ្វើដើម្បីឲ្យបានមកអញបងប្អូនត្រូវច្បាស់លាស់ថាមិនមែនជាធម៌ដែលព្រះសម្មាសម្ពុទ្ធលោកបង្រៀនយើងទេព្រះពុទ្ធលោកប្រាប់ថាម៉េចដែរជាធម៌ដែលតថាគតធ្លាប់ដើរហើយហៅថាធម៌អ្នកស្រុកឬធម៌ថោកទាបហេតុអីបានហៅថាធម៌អ្នកស្រុកពីព្រោះអ្នកស្រុកធ្វើតែអញ្ចឹងកាលពីព្រះពុទ្ធលោកមិនទាន់ត្រាស់ដឹងអ្នកស្រុកមួយណាក៏ធ្វើតែអញ្ចឹងពិធីសាសនាវាមានច្រើនសាសនាគេជឿតាមនេះជឿតាមនោះបើទៅឥណ្ឌាផងបងប្អូនខ្លះគោរពគោទៅខ្លះគោរពវាយោទៅខ្លះគោរពភ្នំទៅខ្លះគោរពកដោទៅប៉ុន្តែសរុបរួមមកគឺដើម្បីឲ្យបានមកអញអញ្ចឹងហើយបានព្រះពុទ្ធលោកប្រាប់ថាអាធម៌បានមកអញជាធម៌អ្នកស្រុកឬធម៌ថោកទាបតថាគតទៅហួសពីអ្នកស្រុកធម្មតាហើយតថាគតត្រាស់ដឹងហើយតថាគតនាំកូនមកត្រាស់ដឹងដែរគឺពលត្រូវធម្មជាតិពិតតាមដំណើរពិតរបស់វាហៅថាការត្រាស់ដឹងកាលណាអ្នកវិបស្សនាចូលទៅក្នុងខ្លួនទៅបែករលេខខ្សលអ្នកពលត្រូវពិភពលោកក្នុងសេចក្តីពិតនោះហើយគឺជាគោលដៅដែលព្រះសម្មាសម្ពុទ្ធលោកនាំយើងទៅគឺអស់អញមិនមែនលោកីយៈចិត្តដូចយើងសពថ្ងៃគឺលោកកុត្តរៈចិត្តនិព្វាននៅទាំងរស់នៅចាំតែថ្ងៃបែកធ្លាយខណ្ឌទេបែកធ្លាយខណ្ឌទី1អត់ឈឺពីព្រោះអស់អារម្មណ៍ថាមានអញទី2អត់បង្កបង្កើតឲ្យមានការផ្គុំសារជាថ្មីពីព្រោះព្រះពុទ្ធលោកមើលមិនឃើញថាជីវិតនឹងមានសេចក្តីសុខផងលោកលូរាល់តែថ្ងៃថាជីវិតជាទុក្ខប៉ុន្តែបងប្អូនមើលសប្ងាយមើលទៅវត្តសត្វបានមកអញធម៌អ្នកស្រុកឬធម៌ថោកទាបជាធម៌ដែលតថាគតធ្លាប់ដើរតាំងពីយូរមកហើយជាធម៌ខុសផ្លូវពិតប្រកបក្នុងដំណើរឆ្ពោះទៅរកគោលដៅអរិយសច្ចៈទាំង4ទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈនិងមគ្គសច្ចៈអរិយសច្ចៈទី3និរោធសច្ចៈជាធម៌ដែលអ្នកត្រូវធ្វើឲ្យបានសម្រេចដល់មគ្គសច្ចៈនេះបងប្អូនមគ្គគឺថាធ្វើឲ្យកើនរាល់ថ្ងៃកើនអីកើនអស់អញមិនកើនមកអញទេណាកើនអស់អញអស់បន្តិចអស់អញអស់ទុកហ្មងអញធំទុកធំអញតូចទុកតូចអស់អញអស់ទុកដាក់ថាគាត់នាំទៅអស់អញបងប្អូនមើលអ្នកធ្វើបុណ្យបែបសាសនាខ្ញុំហៅធ្វើបុណ្យផងព្រោះនិយាយថាបុណ្យគឺចេតនាលះដើម្បីអ្នកដទៃ
សូម្បីតែធ្វើនយោបាយក៏ចាត់ទុកជាបុណ្យដែរបើសិនណាក្នុងចំណុចចិត្តរបស់អ្នកធ្វើដើម្បីអ្នកដទៃខ្ញុំហៅថាគេធ្វើពិធីសាសនាសពថ្ងៃគេធ្វើពិធីសាសនាដើម្បីឲ្យបានមកអញធន់អ្នកស្រុកឯងព្រោះអ្នកស្រុកណាក៏អញ្ចឹងដែរបងប្អូនទៅឥណ្ឌាក៏អញ្ចឹងទៅប្រទេសណាក៏អញ្ចឹងដែរបងប្អូនឲ្យតែពួកអ្នកសាសនាទាំងអស់គឺធ្វើដើម្បីអញទាំងអស់ដល់វាច្រើនពេកអញ្ចឹងទៅព្រះពុទ្ធលោកហៅថាធម៌ដែលធ្វើឲ្យបានមកអញជាធម៌អ្នកស្រុកឬធម៌ថោកទាបមិនមែនជាធម៌អរិយបុគ្គលក្នុងដំណើរឆ្ពោះទៅរកសេចក្តីពិតក្នុងធម្មជាតិឡើយធម៌របស់មនុស្សល្ងងណាបងប្អូនអត់យល់ខ្លួនឯងណាសពថ្ងៃហ្នឹងដូចបងប្អូនរកបានរបស់ហើយយកទៅជ្រក់បាវដែលរបូតគូតថ្ងៃហ្នឹងបងប្អូនចិត្តនឹកឃើញបានមកអញជ្រក់រាល់ថ្ងៃហើយបាវរបស់បងប្អូនចំហគូតប៉ុណ្ណេះហើយនិយាយពីមាត់បាវចងឲ្យចិត្តជ្រក់មួយហើយចងចិត្តជ្រក់មួយហើយចងចិត្តក្តិតទៅទេងាប់ហើយកាត់មកវិញអត់នោះហើយប្រឹងយ៉ាងនោះងាប់ហើយកាត់មកវិញអត់អញ្ចឹងបានខ្ញុំចេះតែប្រាប់ថាស្ដាប់ខ្ញុំសិនទៅបងប្អូនបើបងប្អូនធ្វើបុណ្យតាមរបៀបបងប្អូននឹងវាបានចុះខ្ញុំថាមិនបាននឹងទៅខឹងអីខ្ញុំពេលព្រោះតែបានវាបានហើយវាមិនបានរួចហើយវាអត់បានទៅវិញដោយសារមាត់ខ្ញុំថាឯណាប៉ិនស្ដាប់បន្តិចមើលក្រែងលោវាអត់បានចំណាយលុយអត់ប្រយោជន៍អាអត់ប្រយោជន៍នោះក៏វាមួយយ៉ាងទៅអាទៅចិញ្ចឹមមនុស្សខូចនោះឲ្យវាមករស់ពេញសង្គមនេះក៏មួយយ៉ាងទៀតទៅហើយអញ្ចឹងម៉ែអាចច្រើនថៃបានច្រើនថាមនុស្សគិតអញវាច្រើនហើយការពិតក្នុងជំរឿរបស់យើងថ្នាក់វិបស្សនាពលត្រូវអត់មានអញផងជីវិតកើតមកជាការផ្គុំគ្នាតាហើយផ្គុំហ្នឹងមានតែពីរមុខមានតែកូនអាតូមដែលស្ថិតនៅក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខំអនត្តាកូនអាតូមគឺមានន័យថាកូនធាតុល្អិតទុយដែលវាផ្គុំឡើងហើយឲ្យតែមានធាតុល្អិតផ្គុំឡើងហ្នឹងវាស្ថិតនៅក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខំអនត្តាហើយនឹងធាតុមួយទៀតគឺធម្មពលដូចដាត់លើងអញ្ចឹងអានឹងអត់គុំពីកូនអាតូមទេណាធម្មពលអត់គុំពីកូនអាតូមទេតែវាជាធាតុអាស្រ័យនៅនឹងអាតូមហើយអាតូមជាធាតុខាងដើមរបស់វាដែលស្ថិតនៅក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខំអនត្តាអានឹងវាប្រែប្រួលវាបែកធ្លាយទៅតាមដំណើរធម្មជាតិដោយគ្មានអ្វីទប់ទល់វាបានឡើយអនិច្ចំទុក្ខំអនត្តាបងប្អូនទៅយកថ្នាំអ្វីមកដាក់ដើម្បីឲ្យកូនអាតូមនឹងវាអត់ប្រែប្រួលទៅជាចាស់ទៅជាបែកទៅជាធ្លាយបងប្អូនយកថ្នាំអីមកថ្នាំទឹកក៏ទឹកហ្នឹងធ្វើពីអាតូមអាខ្លួនវាហ្នឹងក៏បែកធ្លាយដែរបើបងប្អូនធ្វើពីថ្នាំម្សៅអាម្សៅហ្នឹងក៏ធ្វើពីអាតូមក៏បែកធ្លាយដែរយកអាបែកធ្លាយទៅដាក់លើសាច់របស់បងប្អូនដើម្បីឲ្យសាច់នឹងវាចាំកុំឲ្យបែកធ្លាយមិនបានទេពេលព្រោះទាំងអស់ហ្នឹងសិតតែជាធាតុបែកធ្លាយដល់ធម្មពលនៅជាមួយនឹងអាតូមហ្នឹងវានៅអាស្រ័យដល់ពេលគុលអស់ហ្នឹងជាអាតូមហ្នឹងវា exhausted វាអស់ធាតុត្រង់ទៅអានដាតភ្លើងដែលនៅជាប់នឹងកតុយអស់ហ្នឹងក៏វាទៅតាមហ្នឹងទៅនៅលើโลกហ្នឹងមានតែពីរហ្នឹងអ្នកវិទ្យាសាស្ត្រថាមានតែរូបធាតុហើយនឹងធម្មពលដល់ព្រះសម្មាសម្ពុទ្ធថារូបធម៌ហើយនឹងនាមធម៌របស់ទាំងអស់ក្នុងโลกហ្នឹងរបស់តែខ្ញុំនិយាយដល់របស់គឺខ្ញុំនិយាយដល់ធាតុមានរូបហើយផ្គុំឡើងពីកូនអាតូមទាំងអស់ដីទឹកភ្លើងខ្យល់ថាស្អីក៏ដោយបងប្អូនដែកដោយសំណង់គ្រឿងក្រៅអីថាអីក៏ដោយវាកើតពីកូនអាតូមដែលកូនអាតូមស្ថិតនៅក្នុងច្បាប់ធម្មជាតិអនិច្ចំទុក្ខំអនត្តាហើយនឹងធម្មពលក្នុងខ្លួនរបស់យើងតែពីរហ្នឹងបងប្អូនមានតែពីរហ្នឹងអត់មានព្រលឹងនៅក្នុងហ្នឹងទេបើមានព្រលឹងនៅក្នុងហ្នឹងបងប្អូនវាហោះទៅមកវាកើតពីមួយជាតិទៅមួយជាតិហ្នឹងវាហើរតាមខ្យល់ទៅហ្នឹងក៏សឹកខ្លះដែរបងប្អូនកប៉ាល់ហោះហ្នឹងហើរទៅហើរមកវាសឹកដែរតាណាវាសឹកកូនអាតូមមកវាដែរហើយចុះព្រលឹងយើងវាហោះទៅហោះមករាប់កោតទៀតហើយវាមិនសឹកទេអីហ៎បងប្អូនឆ្ងល់ទេអីហើយព្រលឹងសិតតែងាប់ទៅអង្គុយចុងឈើណោះមើលគេដុតខ្មោចមើលគេអីហើយចុះពេលដែលបងប្អូនមិនទាន់ងាប់ហ្នឹងអស់តកៅភ្នែកទៅរកពេទ្យមើលចុះមិនកុំឲ្យព្រលឹងមើលទេចុះព្រោះព្រលឹងទៅអង្គុយលើដើមឈើនោះទៅមើលគេដុតខ្មោចបានហើយក្នុងខ្លួនសម្ងាត់ឃើញមានព្រលឹងហ្នឹងហើយខូចតែភ្នែកតាហើយព្រលឹងវាមើលឃើញហ្នឹងក៏មិនមើលទៅថាវាអត់មានព្រលឹងក្នុងនឹងទេបងប្អូនវាមានតែចិត្តឬក៏ធម្មពលហ្នឹងប្រពុតលោកហៅថានាមហ្នឹងចេញមកពីបេះដូងហ្នឹងភាសាឥណ្ឌាហ្នឹងណាប្រពុតលោកហៅហត្តយវត្ថុហ្នឹងគឺបេះដូងហ្នឹងផលិតចិត្តមកសួតហ្នឹងវាផលិតអីវាផ្សេងមករួចហើយផ្គុំឲ្យកើតជាយើងហ្នឹងអត់មានព្រលឹងក្នុងហ្នឹងទេខ្ញុំជួយបញ្យល់ពីព្រោះខ្ញុំឃើញបងប្អូនហ្នឹងចំណាយលុយច្រើនណាស់ក្នុងពិធីសាសនាលុយពិបាកបើការពិតហ្នឹងវាអញ្ចឹងហើយចំណាយទៅមិនអីទេប៉ុន្តែវាមិនទាន់ឃើញការពិតផងនេះខ្ញុំបងប្អូនក្មួយខ្ញុំណា3នាក់ក្មួយចដូនមួយអាពុកវាហ្នឹងណាវាត្រូវជាប្អូនចដូនមួយរបស់ខ្ញុំបកើតដល់ឥឡូវវាស្លាប់ទៅសល់ក្មួយ3នាក់ឲ្យស្អីបងប្អូនឲ្យស្អីក៏ដែរខ្ញុំទិញ iPad ឲ្យវាខ្ញុំឲ្យលុយវាខ្ញុំទិញសម្លៀកបំពាក់ឲ្យវាតែក្នុងអារម្មណ៍របស់ខ្ញុំនៅតែមានអារម្មណ៍ថាមិនទាន់បានឲ្យរបស់សំខាន់ទៅកាន់ក្មួយទេ
គឺចង់ឲ្យក្មួយយល់អំពីរឿងធម្មជាតិហ្នឹងពីព្រោះប្អូនប្រុសខ្ញុំហ្នឹងវាកាន់សាសនាពុទ្ធរួចហើយវាទៅយកស្រីមូស្លីមដល់កូនមកវាមូស្លីមទាំងអស់ព្រោះមូស្លីមតកាឲ្យចូលគេឥឡូវសំនឹងប្អូនប្រុសរបស់ខ្ញុំហ្នឹងវាស្លាប់ទៅទៀតកូនហ្នឹងវាមូស្លីមទាំងអស់ដល់ខ្ញុំឃើញវាមូស្លីមបងប្អូនឲ្យស្អីក្មួយក៏ដោយនៅមានអារម្មណ៍ថាមានរបស់សំខាន់មួយទៀតមិនទាន់ឲ្យក្មួយប៉ុន្តែចេះតែមើលមុខក្មួយវាតូចពេកអាតូចជាងគេតែមក10ឆ្នាំឯងអាបងគេ4ដល់10ឆ្នាំស្រីប្រុស2ស្រី1ខ្ញុំចេះតែមើលមុខក្មួយពេលឲ្យវាស៊ីបាយបងប្អូនចេះតែមើលមុខក្មួយថាអារបស់សំខាន់ណាស់ដែលយើងចង់ឲ្យវាមិនទាន់បានឲ្យវាទេថ្ងៃមួយដាច់ចិត្តនិយាយជាមួយវាដូចថាតឹងតែងក្នុងផ្លូវចិត្តពេកចង់ប្រាប់ម៉ែចង់ប្រាប់ឪឲ្យយល់ពីសេចក្តីពិតកុំឲ្យគាត់ទៅជឿសាសនាទាំងងងឹតងងល់មិនទាន់ដឹងអីផងចំណាយលុយចង់ងាប់ចង់រស់លុយពិបាករកចង់ងាប់វាអត់បានហើយវាទៅចិញ្ចឹមមនុស្សខូចឲ្យកើតពេញប្រទេសទៅទៀតចាំបងប្អូនឲ្យដឹងច្បាស់សិនចាំបងប្អូនធ្វើអានឹងរឿងរបស់បងប្អូនទេមិនជាបញ្ហាអ្វីទេវាអត់តាក់ទងជាមួយនឹងខ្ញុំទៀតទេប៉ុន្តែបើបងប្អូនមិនយល់ណាធ្វើទាំងងងឹតងងល់ណារួចហើយខ្ញុំឃើញបងប្អូនធ្វើអញ្ចឹងណាវាគឺជាកាតព្វកិច្ចរបស់ខ្ញុំអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាក្លៅដោយសំពៅនៅសម្បានបើយើងដឹងហើយហ្នឹងរួចហើយឃើញគេល្ងងធ្វើយើងនៅកើតអត់បងប្អូនបើនៅកើតទៅបងប្អូនមានមនុស្សឈាមឆ្កែចិត្តជាអ្នកឈឺឆ្អាលអ្នកដតីនៅមិនបានទេបងប្អូនព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងហ្នឹងក៏នៅមិនបានដែរបងប្អូនលោកប្រាប់ថាខ្លួនលោកពេលត្រាស់ដឹងហើយអស់អញហើយខ្លួនលោកក៏ដូចជាអង្កត់អុសដែលគ្មានតម្លៃសម្រាប់ខ្លួនឯងទៀតឡើយពីព្រោះខ្លួនឯងចង់ត្រាស់ដឹងហ្នឹងឥឡូវបានត្រាស់ដឹងហើយអស់អីដែលធ្វើសម្រាប់ខ្លួនឯងទៀតហើយដូចជាអង្កត់អុសសម្រាប់ខ្លួនឯងបើអ្នកដតីយកអង្កត់អុសនឹងទៅប្រើឲ្យបានជាប្រយោជន៍យកទៅចោះពុទ្ធលោករស់នៅដើម្បីអ្នកដតីសុទ្ធសាធពីព្រោះរឿងដើម្បីខ្លួនឯងគឺចប់ត្រឹមការត្រាស់ដឹងក្នុងឯងបងប្អូនខ្ញុំមើលមុខវារួចហើយខ្ញុំមានអារម្មណ៍ថាក្មួយអ៊ំមិនទាន់បានឲ្យអីក្មួយផងវាចេះតែសម្លឹងមុខខ្ញុំបងប្អូនខ្ញុំហិតអាណិតវាពីព្រោះម៉ែរបស់វាផ្ដាំមកពីម៉ាឡេណាថាប្រយ័ត្នអ៊ំឯងតាក់យកទៅខាងសាសនាពុទ្ធដូច្នេះពេលសម្រេចចិត្តរឿងអីអាទូច2នាក់អា10ឆ្នាំហើយនឹងអា12ឆ្នាំត្រូវស្ដាប់អា14ឆ្នាំអញ្ចឹងពេលដែលខ្ញុំឲ្យវាស៊ីអីវាសង្ស័យថាសាច់ជ្រូកវានិយាយម៉ាឡេភ្លាមទៅកាន់បងស្រីវាជួនកាលវានិយាយអត់មើលមុខបងស្រីវាទេដើម្បីកុំឲ្យយើងដឹងថាវានឹងកំពុងតែសួរបងស្រីវាងាកមុខទៅផ្សេងណាប៉ិនវាសួរបងស្រីថាស៊ីបានអត់អាហ្នឹងខ្ញុំដឹងខ្ញុំថាក្មួយឲ្យក្មួយចាត់ទុកអ៊ំជាអីហ៎អ៊ំជាអ្នកដតីឬក៏ម្ដាយក្មួយហ្នឹងបង្កើតទិដ្ឋិឲ្យក្មួយរួចស្រេចថាអ៊ំហ្នឹងចាំតែអូក្មួយឲ្យចូលសាសនាពុទ្ធបានជាក្មួយភ័យយ៉ាងហ្នឹងក្មួយអើយអ៊ំមិនមែនត្រឹមតែបដៅហែងទេអ៊ំបដៅដល់ម៉ែហែងនឹងទៀតចាំមើលអញអូសទាំងម៉ែហែងនឹងមកទៀតកូនពីព្រោះអ៊ំមានកាតព្វកិច្ចក្នុងការបំភ្លឺមនុស្សដែលយល់មិនត្រូវបើអ៊ំបើយល់អស់លទ្ធភាពហើយនៅតែមិនយល់ទៀតអានឹងអ៊ំចប់ភារកិច្ចហើយអ៊ំគ្មានអារម្មណ៍ថាអ៊ំអត់ទាន់បានធ្វើរឿងដែលត្រឹមត្រូវទេដល់ពេលអញ្ចឹងខ្ញុំសម្រេចចិត្តនិយាយទៅកាន់វាខ្ញុំថាកូនឯងយល់ថាម៉េចការគោរពសាសនារបស់កូនឯងហ្នឹងកូនឯងយល់ថាម៉េចកូនឯងយល់ថាត្រូវហ៎ហើយកូនឯងមើលព្រះនៅលើលោកមានប្រមាណព្រះច្រើនណាកូនអ៊ំរាប់ឲ្យស្ដាប់កូនឯងអល់ឡោះវាហៅអល់ឡោះអាឡាព្រះអាឡាគេហៅអល់ឡោះហើយដល់ពេលយេស៊ូនោះព្រះយេស៊ូមានព្រះយេហូវ៉ាព្រះស្អីទៀតហិណ្ឌូនោះគេមានប្រអិនប្រព្រំរបស់គេចឹងទៅសិតតាអតិទេពបង្កើតភពផែនដីអ៊ំគ្រាន់តែរាប់លេងកូនផែ20ព្រះដែលហៅថាព្រះក្នុងសាសនាទាំងអស់គឺជាអ្នកបង្កើតភពផែនដីដែលសេចក្តីពិតវាមិនដែលមនុស្សទាំង20ហ្នឹងបង្កើតភពផែនដីទាំងអស់គ្នាទេវ៉ៃឬមួយព្រះណាមួយជាអ្នកបង្កើតផែនដីក្នុងចំណោម20ហ្នឹងឬមួយអត់មានព្រះបង្កើតសោះវាកើតតាមដំណើរធម្មជាតិមកហើយចុះកូនឯងហេតុអ្វីបានកូនឯងជឿមូស្លីមហើយកូនឯងយល់ថាមូស្លីមនឹងត្រឹមត្រូវកូនឯងសាពះមួយថ្ងៃ5ដងរត់ទៅធ្វើការងារអីមិនបានទេដល់ម៉ោងសាពះទៅទៀតថ្វាយគុំទៀតកូនឯងដឹងច្បាស់នៅថាព្រះណាគឺជាព្រះពិតនោះនៅពេលដែលព្រះមានប្រហែល20សិតតែព្រះដែលគេមានជំនឿថាបង្កើតភពផែនដីហើយចុះកូនឯងនេះតិចចំព្រះខុសទៅកូនហាហេតុអីបានកូនឯងមានក្បាលមួយកូនឯងមិនគិតរកមើលសិនកើតក្នុងសាសនាណាជឿសាសនានងត្មងនឹងហេងកូនថាហេងទៅចុះដែលកូនឯងយល់ថាកូនឯងគោរពព្រះអល់ឡោះកូនឯងនឹងត្រឹមត្រូវដែលម៉ែកូនឯងអត់ទាន់ស្លាប់បើម៉ែកូនឯងស្លាប់ដែរនេះកូនឯងនៅជាមួយអ៊ំណាដល់កូនឯងនៅជាមួយអ៊ំកូនឯងមិនគោរពពុទ្ធបាត់ទេចុះណាកូនឯងថាអល់ឡោះកូនឯងត្រឹមត្រូវនឹងសំណាងដែលម៉ែកូនឯងនឹងអត់ស្លាប់បើស្លាប់ទាំងម៉ែកូនឯងហ្នឹងមិនត្រូវនៅមួយអ៊ំ
នៅមួយអ៊ំមិនទៅប្រពុតបាត់ហើយចុះហើយចុះមិនខុសអស់ឡោះកូនឯងបាត់ហើយចុះកូនឯងគិតមើលខ្ញុំចេះតែបដិញពាក្យសម្ដីឲ្យក្មេងវាគិតណាភ្នែកវាចាប់ដើមភ្លឺខ្ញុំបញ្ញាក់វារាល់ពេលដែលភ្នែករបស់វាភ្លឺខ្ញុំថានឹងកូននឹងជាវិធីដែលអ៊ំនាំកូនឯងចេញពីកន្លែងល្ងិតមកកន្លែងភ្លឺណាកូននឹងជាវិធីដែលអ៊ំនាំកូនឯងពីកន្លែងល្ងិតមកកន្លែងភ្លឺណាកូនបាល់មួយនៅក្នុងក្បាលកូនឯងរុំដោយមរែងភ្លើងគឺជំនឿឥឡូវអ៊ំបលៀនវាចេញមកក្រៅមិនមែនអ៊ំយកក្បាលទៅកាយបាល់ហ្នឹងពីក្នុងក្បាលកូនឯងឲ្យចេញមកក្រៅទេគឺការគិតរបស់កូនឯងនេះវាភ្លឺចេញទៅក្រៅពេលណាកូនឯងកើតក្នុងសាសនាណារួចហើយកូនឯងជឿសាសនានោះអ៊ំមានអារម្មណ៍ថាកូនឯងដូចកបត់ដៃកបត់ជើងកូនឯងសម័យបន្តិចមើលមនុស្សកបត់ដៃកបត់ជើងកបត់ដៃទាំងពីរកបត់ជើងទាំងពីរតែវាទៅណារួចគេដាក់កន្លែងណានៅកន្លែងហ្នឹងហ្មងកូនឯងគិតមើលមនុស្សកបត់ដៃកបត់ជើងគេដាក់កន្លែងណានៅកន្លែងនោះទៅណារួចកូនឯងកើតក្នុងសាសនាណាកូនឯងជឿថាសាសនានឹងពិតអញ្ចឹងកូនឯងដូចមនុស្សកបត់ដៃកបត់ជើងណាហើយអ៊ំដឹងរឿងពិតតើអ៊ំនៅស្ងៀមកើតចំពោះក្មួយខ្លួនឯងនេះវាថាខ្ញុំយល់អ៊ំខ្ញុំយល់ពីចិត្តអ៊ំអាទូជាងគេវានិយាយថាម៉េចបើអ៊ំមិនស្រឡាញ់យើងអ៊ំមិនទិញ burger យើងហូបទេខ្ញុំអត់ថាអីទេពីព្រោះក្មេងវាយល់តាមរបៀបក្មេងរបស់វាណាវាថាខ្ញុំដឹងថាអ៊ំស្រឡាញ់ខ្ញុំហើយអាតូចនេះវាបន្ថែមថាបើអ៊ំមិនស្រឡាញ់យើងមិនមែនអ៊ំទិញ burger ឲ្យយើងហូបទេថាអូខេទៅមុខទៀតកូនទៅមុខទៀតនឹងគឺជាវិធីដើម្បីឲ្យកូនឯងទៅរកសេចក្តីពិតអ៊ំបញ្យល់កូនឯងមួយសួរថាតើនៅពេលដែលអ៊ំដឹងថាសេចក្តីពិតវាមិនដូចកូនជឿនោះទេតើជាអ៊ំដែលស្រឡាញ់កូននៅស្ងៀមកើតអត់តើអ៊ំនៅស្ងៀមកើតអត់កូនអាចថ្លឹងចិត្តអ៊ំមើលវាថាពិតអ៊ំមិនអាចនៅស្ងៀមបានទេអូខេហើយអ៊ំក៏មិនបានអូសកូនឯងណាឲ្យកូនឯងមកជឿអ៊ំណាគឺអ៊ំទុកលទ្ធភាពឲ្យកូនឯងគិតដោយខ្លួនឯងព្រះនៅលើលោកនឹងប្រហែល20អាទិទេពបង្កើតផែនដីនៅពេលសេចក្តីពិតមានតែមួយកូនឯងគិតមើលសេចក្តីពិតមានតែមួយក្នុងចំណោមព្រះ20ហ្នឹងមិនដឹងព្រះណាបង្កើតភពផែនដីឬក៏មិនមែនព្រះទេវាកើតឡើងតាមដំណើរណាមួយចុះកូនឯងមានក្បាលមួយដែរនេះដើម្បីគិតនេះហេតុអ្វីបានកូនឯងមិនគិតវាទៅជាដូចមនុស្សកបត់ដៃកបត់ជើងអញ្ចឹងកើតក្នុងសាសនាពុទ្ធហ្នឹងពុទ្ធបដ ாய் កើតក្នុងមូស្លីមបដ ாய் កើតក្នុងយេស៊ូបដ ாய் កើតហិណ្ឌូបដ ாய் បងប្អូនណាខ្ញុំសង្ងំនៅស្ងៀមចំពោះជំនឿខុសរបស់បងប្អូនមិនបានទេបងប្អូនខ្ញុំនៅស្ងៀមមិនបានទេអ្នកមានរក្សាខ្សត់ដោយសម្ពុតវត្តពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដោយសំពៅនៅសម្បានខ្ញុំមានមុខនីតិក្នុងការបំភ្លឺទៅដល់ការយល់របស់បងប្អូនប៉ុន្តែទោះយ៉ាងណាក៏ដោយគឺខ្ញុំមិនទាញបងប្អូនទេគឺខ្ញុំគ្រាន់តែឲ្យបងប្អូនយកគំនិតទស្សនៈរបស់ខ្ញុំទៅគិតត្រេះរិះពិចារណានឹងណាបងប្អូនកើតកន្លែងពុទ្ធសាសនាបងប្អូនជឿថាពុទ្ធរបស់បងប្អូនត្រូវបើបងប្អូនទៅកើតមូស្លីមបងប្អូនមូស្លីមទៀតនេះបើកើតយេស៊ូទៀតនេះពេលណាបងប្អូនមានលក្ខណៈបែបហ្នឹងបងប្អូនត្រូវបន្ទោសខ្លួនឯងថាមែនvậyអញដូចកបត់ដៃកបត់ជើងគេដាក់នៅកន្លែងណាដើមមិនកើតទេសម្រាប់ខ្ញុំសូមប្រើខួរក្បាលដោយខ្ញុំប្រើពាក្យថាកូនបើទោះបីជាព្រះបង្កើតភពផែនដីរួមទាំងបង្កើតមនុស្សក៏ដោយណាកូនក៏ព្រះបានឲ្យក្បាលមកយើងមួយដែរដូច្នេះហេតុអ្វីបានជាយើងមិនអាចប្រើក្បាលរបស់យើងដើម្បីគិតបានឃើញព្រះអ្នកបង្កើតមនុស្សមកហ្នឹងឃើញព្រះឲ្យក្បាលមួយទុកគិតដែរក្បាលហ្នឹងមិនមែនទុកយកទៅស៊ីណាក្បាលឃើញទុកគិតដែរហើយចុះហេតុអីបានគិតមិនបានហើយអ៊ំមិនមែនហៅកូនឯងឲ្យមកជឿណាអ៊ំគ្រាន់តែឲ្យកូនឯងគិតតាវាចាប់ដើមយល់វាលែងសូវមានអារម្មណ៍ភ័យខ្លាចខ្ញុំអូសទាញវាខ្ញុំថានឹងហើយកូនជារបៀបដែលអ៊ំបញ្យល់មនុស្សសប្ងៃគឺចឹងកូនដែលគេទិញឡានឲ្យអ៊ំជិះហ្នឹងគឺចឹងកូនណាអូខ្ញុំយល់អ៊ំខ្ញុំយល់អ៊ំអត់ដែលទាញគេឲ្យមកតាមអ៊ំទេអ៊ំគ្រាន់តែផ្ដល់ឱកាសឲ្យមនុស្សដែលមានឧបនិស្ស័យជាមួយនឹងអ៊ំហ្នឹងគេបានគិតត្រេះរិះពិចារណាទៅលើគំនិតដែលអ៊ំបានមើលឃើញឥឡូវអ៊ំនាំកូនប្រើខួរក្បាលដើម្បីគិតរកសេចក្តីពិតទី1កូនត្រូវគិតថាសេចក្តីពិតក្នុងโลกនេះមានតែមួយកូនគិតឲ្យឃើញដោយខ្លួនឯងកុំអ៊ំនិយាយថាសេចក្តីពិតមានតែមួយរួចថាតាមអ៊ំកូនឯងអត់មានត្រូវទៅតាមផ្លូវនឹងទេកូនឯងត្រូវគិតឲ្យឃើញថាសេចក្តីពិតមានតែមួយស្អីទៅសេចក្តីពិតមានន័យថាដំណើររឿងកន្លងហួសមកហើយដោយម្សិលមិញកូនឯងចាំទេកូនឯងនៅចំការកូនឯងងូតទឹកប្រហែលនាទីកូនឯងឡើងទៅផ្លាស់ខោរួចហើយកូនឯងទៅហូបបាយបើអ៊ំយកកាមេរ៉ាមួយទៅថតសកម្មភាពរបស់កូនឯងណាសពគ្រប់ទាំងអស់ពីម្សិលមិញយកមកចាក់ឲ្យកូនឯងមើលឡើងវិញណាកូនឯងនឹងឃើញដំណើរពិតរបស់កូនឯងដំណើរពិតណាប៉លីសគេរកសេចក្តីពិតក្នុងរឿងសម្លាប់មនុស្សក្នុងរឿងលួចក្នុងរឿងប្លន់ក្នុងរឿងអីគេរកអាដំណើររឿងពិតនោះអាណានៅតាណាចាក់កកន្លែងណាកបិតនៅតាណាអីតាណាគេទៅរកការពិតនោះកូនណាហើយការពិតគឺមានតែមួយទេ
ពេលដែលកូនឯងកំពុងងូតទឹកនោះម៉ែកូនឯងនៅម៉ាឡេកំពុងតែធ្វើអីរឿងប៉ិតមួយនឹងដែរអ្នកផ្សេងទៀតក្នុងពិភពលោកគឺកំពុងតែធ្វើរឿងមួយហើយដល់ពេលវេលាកន្លងហួសមកហើយអាចថយទៅក្រោយវិញគេហៅដំណើររឿងប៉ិតហើយដំណើររឿងប៉ិតហ្នឹងពីណាអាចទៅលុបវីដេអូហ្នឹងកែបានអត់អាចកែបានទេត្រង់នឹងហើយដែលគេហៅថារឿងប៉ិតមានតែមួយរឿងប៉ិតមានតែមួយទេបើហែងចោលគឺចោលហើយកុំថាឲ្យធ្វើសកម្មភាពសំបីតែពេលអញកំពុងនិយាយហ្នឹងហើយគិតអាម៉េចក្នុងចិត្តអានោះឲ្យដំណើរប៉ិតក្នុងចិត្តឯងនោះគិតមិនហេកាលពីពូនិយាយខ្ញុំចូលចិត្តពូអត់ទេអញឃើញមុខហែងខឹងអញ្ចឹងក្នុងចិត្តឯងនៅពេលនោះគឺខឹងដំណើរប៉ិតមានតែមួយទេកូនតឡាការក៏ដោយមន្ត្រីយុត្តិធម៌ផ្សេងក៏ដោយប៉ូលីសក៏ដោយគេទៅរកការប៉ិតក្នុងអតីតកាលនោះហើយចុះបើកូនជឿថាអ្វីដែលកូនជឿហ្នឹងគឺជាការប៉ិតហើយចុះបើព្រះគេថាគេបង្កើតផែនដីដែរនេះកូនឯងពិចារណាមើលរឿងប៉ិតហ្នឹងអាណាអ្នកបង្កើតកូនអាណាអ្នកបង្កើតហេតុអីបានកូនឯងមានក្បាលមួយកូនឯងមិនគិតរកសេចក្តីពិតរកឲ្យឃើញសិនចាំកូនឯងធ្វើចោះអ៊ំមកថាអីទេតែនេះកូនឯងជឿយកតែហ្មងអាហ្នឹងម៉ែកូនឯងនៅរស់យកកូនឯងទៅដាក់នៅមូស្លីមចុះបើម៉ែកូនឯងស្លាប់ដោយប៉ាកូនឯងដែរនេះកូនឯងមិននៅជាមួយអ៊ំហើយមិនទៅជាប្រពុតបាត់ហើយកូនឯងមកតែជឿប្រពុតទៅជឿទៅដល់ពេលងាប់ទៅធ្លាក់ឲ្យបឹងភ្លើងឯណោះឯខាងសាសនាមូស្លីមឯណោះទៅវិញកូនឯងគិតមិនទៅអ៊ំមកកូនអ៊ំកាន់ក្បាលមេក្រូបញ្យលមនុស្សអស់មកប្រទេសដល់ពេលក្មួយឯង2 3នាក់អ៊ំបញ្យលអត់យល់អ៊ំមានការឈឺចាប់ណាកូនវាចាប់ដើមយល់ហ្មងថាអ៊ំខ្ញុំយល់អ៊ំខ្ញុំយល់ការពិតមានតែមួយខ្ញុំយល់សប្បាយចិត្តណាបងប្អូននៅពេលដែលក្មួយនិយាយចឹងគឺវាផ្ដើមចេញពីការគិតវាអត់មានតថេណាវាអត់មានក្រាស់ខ្មឹកមិនស្ដាប់យើងទេដល់ពេលទី2ខ្ញុំប្រាប់ថាបើការពិតមានតែមួយហើយកូនឯងត្រូវមើលឲ្យឃើញចេះកូនឯងត្រូវព្រមពេលណាកូនឯងរកឃើញការពិតហ្នឹងដោយខ្លួនឯងហើយវាខុសពីគម្ពីរទៅសេកូនឯងយកតាមមួយណាឧបមាថាកបោកចឹងនៅក្នុងគម្ពីរសេថាមានទូរស័ព្ទ Samsung 3ដល់ពេលកូនឯងបើកទៅឃើញកូនឆ្មាមួយតើកូនឯងយកអាណាកូនឯងយកតាមការឃើញរបស់កូនឯងដែលកូនឯងបើកទៅឃើញឬក៏កូនឯងនៅតែជឿគម្ពីរទៀតបងស្រីវាថាហេបើយើងមើលឃើញខ្លួនយើងគិតឃើញខ្លួនយើងយើងយកតាមយើងខ្ញុំថាអើបើចាញ់ផ្លូវហ្នឹងគឺអូខេហ្មងកូនគឺអូខេហ្មងអ៊ំនឹងនាំកូនទៅរកការពិតឲ្យឃើញកូនហើយអ៊ំអត់មានបខំកូនឯងកូនឯងគិតយូរចាប់ផ្ដើមហ្មងបងប្អូនវាចាប់ផ្ដើមចង់ស្ដាប់ហ្មងដល់ពេលខ្ញុំអពេកខ្ញុំមកនិយាយប្រាប់ម្ដាយមីងខ្ញុំត្រូវជាយាយវាខ្ញុំថាអីខ្ញុំអមែនតែនខ្ញុំបញ្យល់ឲ្យ3នឹងយល់អីខ្ញុំដូចមានអារម្មណ៍អស់ចិត្តក្នុងខ្លួនខ្ញុំថាអ្វីដែលខ្ញុំចង់ឲ្យវាខ្ញុំបានឲ្យមីងខ្ញុំគាត់ស្រឡាញ់ក្មួយបើបោះឆ្នោតបងប្អូនសឹងថាគាត់បោះបាន10000ស្លឹកគាត់បោះឲ្យខ្ញុំទាំង10000ឲ្យក្មួយអញបានជាប់ឆ្នោតគាត់ចឹងប៉ិនគាត់អត់យល់ទេគាត់ថាគាត់ជួយខ្ញុំមកបោះឆ្នោតហ្នឹងខ្ញុំថាអីអើយអីខ្ញុំអត់ចង់និយាយជាមួយអីឯងអីទៀតទេពីព្រោះខ្ញុំនិយាយជាង4000ម៉ោងទៅហើយបើអីយល់បាត់ហើយខ្ញុំឯណាមានចិត្តទៅចង់ដាក់កៅអីអង្គុយទល់មុខអ៊ីបញ្យល់1ម៉ោង2ម៉ោងទៀតខ្ញុំដឹងថាអត់មានឧបនិស្ស័យទេខ្ញុំប្រាប់ថាអ៊ីខ្ញុំសប្បាយចិត្តមែនតែនអា3នាក់ហ្នឹងវាយល់ឥឡូវវាចេះគិតដឹងគាត់និយាយមកកាន់ខ្ញុំថាម៉េចទៅវិញឯងទៅជឿអីវាយល់តែអញ្ចឹងទេទៅដល់ជួបម៉ែវាបញ្យល់ទៅម៉ែវាវិញខ្ញុំហៅអា3នាក់ហ្នឹងមកថាលឺសំដីយាយកូនឯងអត់ណោះយាយកូនឯងថាម៉េចទេថាកូនឯងយល់តែឥឡូវទេពេលណាទៅដល់ផ្ទះវិញម៉ែកូនឯងបញ្យល់ទៅជឿម៉ែកូនឯងវិញហើយអ៊ំបញ្យល់កូនឯងតិចទៀតកូនឯងមើលកន្លែងមួយដែលងងឹតណាកូនកន្លែងមួយដែលងងឹតពេលភ្លើងភ្លឺមកដល់សួរតើភាពងងឹតវាអាចនៅជាមួយនឹងពលឺនឹងបានទេនៅមិនបានទេកាលណាបើកភ្លើងថឹងអាពលឺនឹងចេញមកដេញភាពងងឹតទៅបាត់ឥឡូវពលឺនៅកន្លែងហ្នឹងបងប្អូនទៅកើបអាភាពល្ងឹតទៅកើបបោះប្រមាណឡានយកមកចាក់កន្លែងហ្នឹងឲ្យល្ងឹតសួរល្ងឹតវិញបានទេបងប្អូនភ្លឺដេញល្ងឹតតែល្ងឹតមិនអាចដេញភ្លឺបានទេវាមិនដែលពីណាគិតឃើញយល់រួចហើយទៅជាមិនយល់វិញទេបងប្អូនវាអត់ដែលភ្លឺដេញល្ងឹតតែល្ងឹតអត់ដេញភ្លឺទេវាថាខ្ញុំយល់អ៊ំខ្ញុំយល់អញ្ចឹងបើសិនណាជាកូនឯងទៅផ្ទះណារួចហើយម៉ែកូនឯងហៅទៅជឿវិញកូនឯងជឿកើតទេអ៊ំអត់ទេពលឺដេញងងឹតតែងងឹតមិនដេញពលឺទេអ៊ំខ្ញុំថាណ៎ឃើញទេអ៊ីឯងស្ដាប់ទៅពូសប្បាយចិត្តមែនតើក្មួយសប្បាយចិត្តណាស់ដែលបានក្មួយ3នាក់ហ្នឹងដែលវាយល់ខ្ញុំថាឥឡូវដោយសារក្មួយឯងតូចពេកអ៊ំណាគ្រាន់តែដឹងថានិស្ស័យរបស់ក្មួយឯងជានិស្ស័យមនុស្សល្អអាចយល់បានហើយអូខេកូនឯងទៅវិញចុះមួយឆ្នាំវាមកលេងខ្ញុំម្ដងចាំកូនឯងធំបន្តិចអ៊ំនឹងបញ្យល់កូនឯងឲ្យអស់ដើម្បីឲ្យកូនឯងរកសេចក្តីពិតដោយខ្លួនឯងឃើញពុទ្ធទៅបងប្អូនលោកត្រាស់ដឹងរួចហើយលោកដើរក្នុងផ្លូវហ្នឹងបញ្ច្រាសជាមួយមនុស្សមិនតិចណាបងប្អូនគឺមកពិភពលោកពុទ្ធដើរបញ្ច្រាសមនុស្សមកពិភពលោកពីព្រោះក្នុងសាសនាណាក៏គេធ្វើដើម្បីឲ្យបានមកខ្លួនឯងដែរដាក់មកខ្លួនឯងរហូតបើធ្វើមិនបានមកខ្លួនឯងធ្វើអីបើបានយកទៅ
បើបានយកទៅបងប្អូនក្រែងលោវាមិនបានម៉ែគេម៉ែយើងបងគេបងយើងបងប្អូនណាខ្ញុំបិទភ្នែកមិនបានទេខ្ញុំឃើញបងប្អូនអត់យល់ពីការពិតរួចឲ្យបងប្អូនធ្វើអញ្ចឹងណាអញ្ចឹងបានថ្ងៃហ្នឹងណាខ្ញុំអូសតម្រុយឲ្យបងប្អូនបានមើលឃើញថាអ្វីក៏ដោយឲ្យតែចេតនាក្នុងជំរឿចិត្តរបស់បងប្អូនធ្វើដើម្បីខ្លួនឯងមិនមែនជាផ្លូវដែលព្រះសម្មាសម្ពុទ្ធលោកនាំយើងទៅទេអត់ទេបងប្អូនឲ្យតែបានមកអញពួកផ្លូវរបស់ព្រះពុទ្ធទៅផ្លូវមលាយអញបងប្អូនមលាយអញធំទុកធំអញតូចទុកតូចអស់អញអស់ទុកតថាគតនាំកូនទៅអស់អញដើម្បីឲ្យអស់ទុកតថាគតនាំកូនទៅអស់ទុកគឺអស់អញអញ្ចឹងក្នុងដំណើរមួយមគ្គសច្ចៈអរិយសច្ចៈទី4ណាគឺជាធម៌ដែលត្រូវធ្វើឲ្យកើនជារៀងរាល់ថ្ងៃកើនអីកើនអស់អញកើនអស់អញណាបងប្អូនកើនម្ដងតិចទៅរកអស់អញចុងក្រោយបំផុតអស់អញអស់ទុកបដ ாய் ហើយបើបងប្អូនមើលទៅផ្លូវរបស់ព្រះសម្មាសម្ពុទ្ធដែលបង្រៀនយើងឲ្យអស់អញឲ្យកើនជារៀងរាល់ថ្ងៃនៅធម៌អស់អញបងប្អូនមើលលោកទេសនាសប្ងៃមើលទៅស្ដាប់ទៅយាយឯងធ្វើចេះបានចេះយាយឯងធ្វើចេះបានចេះយាយឯងធ្វើចេះបានចេះនងហើយជាធម៌បង្កើនអញបំប៉ោងអញបងប្អូនហើយសំណោះតបានទៅវាអត់បានខ្ញុំឃើញបងប្អូនប្រឹងក្នុងសាសនាសប្ងៃថាដូចបងប្អូនបាវមួយវាលហើយគូតឲ្យបងប្អូនច្រកហើយច្រកទៀតច្រកហើយច្រកទៀតហើយចងមាត់ឲ្យចិត្តហើយឯងឃើញតបាវនឹងចំហពីព្រោះក្នុងខ្លួនរបស់យើងឥតមានអ្វីក្រៅអំពីរូបហើយនឹងនាមទេបងប្អូនដែលធាតុទាំងពីរនឹងវាអាស្រ័យគ្នាវាមានប្រតិកម្មទៅលើគ្នាទៅវិញទៅមកប៉ុន្តែរូបជាធាតុខាងដើមដែលស្ថិតនៅក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខំអនត្តាហើយនឹងធម្មពលដែលចេញមកពីហត្ថយវត្ថុគឺបេះដូងហ្នឹងគឺរបស់ដែលផ្គុំឡើងពីកូនអាតូមហ្នឹងជីវិតរបស់យើងមានប៉ុណ្ណឹងតើបងប្អូនមានប៉ុណ្ណឹងតើអត់មានព្រលឹងអីទាំងអស់ហើយធ្វើសប្ងៃហ្នឹងគឺព្រលឹងណាបងប្អូនងាប់ទៅព្រលឹងទៅចាប់ជាតិអីនេះទៅចាប់ជាតិអីនោះលោកទេសនាសប្ងៃអត់ហ៊ានហៅព្រលឹងទេហើយបានអត់ហ៊ានហៅថាព្រះសម្មាសម្ពុទ្ធលោកបដិសេធអាហ្នឹងថាគ្មានព្រលឹងទេអនត្តាហ្នឹងគឺអត់ព្រលឹងហ្នឹងហើយអត់មានព្រលឹងទេដល់ពេលអញ្ចឹងលោកមិនហ៊ាននិយាយថាមានព្រលឹងទេប៉ុន្តែដំណើររបស់លោកដែលបង្រៀនមនុស្សថាធ្វើចេះបានចេះធ្វើចេះបានចេះគឺអញហ្នឹងហើយគឺព្រលឹងហ្នឹងហើយគ្រាន់តែមិនហៅថាព្រលឹងទេបងប្អូនមើលសួរថាតើខុសផ្លូវរបស់ព្រះសម្មាសម្ពុទ្ធទេអញ្ចឹងបានអ្នកខ្លះគេចោទថាកាន់តាមផ្លូវរបស់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យប្រទេសក្រលហេមលហាមអស់ខ្ញុំថាគ្មានត្រូវទេហើយមើលអញមើលផ្លូវរបស់ព្រះសម្មាសម្ពុទ្ធនេះផ្លូវយើងដើរពីក្រោយព្រះសម្មាសម្ពុទ្ធទេឃើញឆ្លាតចិត្តល្អវាយគេវាយអត់ជាប់ចម្ពាក់ទៀតជេរមរាយហែងជេរមរាយបានប៉ុនទៀតវាសំខាន់នៅលើចេតនារបស់យើងតើបងប្អូនអញ្ចឹងបានខ្ញុំទេសរកតែកន្លែងណាដែលប្រជាពលរដ្ឋស្ដាប់ទៅវាឆាប់ចាប់បានណាបងប្អូនគេថាបុណ្យមិនគេថាសិលមិនគេថាអីមិនអត់មានសិលធម៌អត់មានអីខ្ញុំថានិយាយខ្លីៗស្រួលស្ដាប់អ្នកមានសិលគឺមនុស្សល្អតែប៉ុណ្ណឹងព្រោះចេតនាល្អហើយគឺល្អហើយអញ្ចឹងឲ្យដើរទៅជេរគេដើរទៅជេរគេអាហ្នឹងអាក្រក់បាត់ហើយមនុស្សល្អមិនដែលមានអារម្មណ៍ទៅចង់ជេរគេទេវាតោះតែហែងធ្វើស្អីមួយយ៉ាងហើយគិតមើលអញ្ចឹងឲ្យដើរតែវាយគេហ្មងទៅថាវាយមនុស្សថោកទាបនឹងបានប៉ុនអានោះគេហៅមនុស្សអាក្រក់បាត់ដើរតែវាយគេមនុស្សល្អដែលមានអារម្មណ៍អញ្ចឹងទេស្អាតពីខាងក្នុងណាអ្នកមានសិលគឺមនុស្សល្អអ្នកអត់សិលគឺមនុស្សអាក្រក់និយាយសួរស្ដាប់អាទេសនាបោកគេហ្នឹងខ្វេរត់តលុយហ្នឹងទេសនាបំប៉ោងអញហ្នឹងដើម្បីឲ្យយាយលាក់លុយហ្នឹងគឺនឹកខូចនឹកអត់សិលចំណែកយើងវិញបងប្អូនចិត្តរបស់យើងគឺចង់ឲ្យគេយល់ចង់ឲ្យគេចេះផ្លូវរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងបងប្អូនអញ្ចឹងកាលណាបងប្អូនសម្គាល់ដឹងថាអារម្មណ៍របស់អ្នកនឹងធ្វើដើម្បីខ្លួនឯងក្នុងពិធីសាសនាណាក៏ដោយមិនមែនជាផ្លូវដែលព្រះសម្មាសម្ពុទ្ធលោកនាំយើងទៅទេមិនមែនលោកចង់អប់រំយើងទេណាបងប្អូនតែថាព្រះពុទ្ធលោកចង់អប់រំយើងឲ្យល្អបានព្រះពុទ្ធលោកមិនឲ្យយើងធ្វើដើម្បីអញមែនទេគឺដោយសារវាគ្មានអញវាអត់មានអីត្រង់ណាបងប្អូនដូចកឆេបងប្អូនអញ្ចឹងវាគូតលហែកបងប្អូនយកទៅត្រង់ទឹកក៏មិនងាប់ទៅកើតមកវិញអីហាបានខំប្រឹងធ្វើម៉េចហ្នឹងលុយបាក់រចង់ងាប់នេះព្រះពុទ្ធឯណាដែលថាបុណ្យធ្វើលុយបងប្អូនព្រះពុទ្ធលោកប្រាប់ថាបុណ្យធ្វើចេតនាហើយឲ្យជាឧទាហរណ៍នោះមកលៀនឧទាហរណ៍នាងការណងគេគ្រប់គ្នាបូជាសពរបស់ព្រះសម្មាសម្ពុទ្ធគេបូជាសតបការដឹកឡានអកម្មៈខ្ញុំថាអញ្ចឹងទៅចុះដល់នាងការណងចង់បូជាដែរក្រពេករកអីមិនបានងាកចុះងាកឡើងឃើញផ្កាណងមួយបេះផ្ការណងទៅរួចហើយដើរមិនដល់កន្លែងបូជាទៅទៀតឡើងតអពេកភ្លេចមើលគោវត្តងាប់ទៅព្រះពុទ្ធលោកឲ្យឧទាហរណ៍នាងការណងហ្នឹងណាដោយសារចេតនាទី1របស់វាទូចទី2ទៅមិនដល់កន្លែងផងព្រះពុទ្ធលោកប្រាប់ថាជីវិតសត្វជាតិក្រោយដែលកើតពីឥទ្ធិពលរបស់នាងការណងមានរូបរាងសម្ផស្សនោះវាស្អាតខ្លាំងណាស់ប៉ុន្តែមិនមែននាងការណងទេណា
មិនដឹងអានផ្ទះផ្ទប់ណាទេដែលវាកើតក្រោមឥទ្ធិពលរបស់នាងការណូងហ្នឹងរបស់ហើយបងប្អូនក្នុងលោកជារបស់ផ្គុំណាបងប្អូនវាអត់ដែលបែកបាក់រួចហើយគេអាចធ្វើរបស់ដដែលហ្នឹងមកវិញបានទេជាធម្មជាតិបងប្អូនមើលឡានឧទាហរណ៍ឡានហ្នឹងវាចាស់ទៅវាបែកវាបាក់ទៅវាមិនដែលរបស់ណាក្នុងលោកនឹងទ្រាំនឹងការបែកបាក់បានទេទុកខាងប្រែមកថារបស់មួយមិនអាចទ្រាំនៅអញ្ចឹងរហូតបានទេវាត្រូវបែកបាក់នៅទីបំផុតបងប្អូនណាឡានហ្នឹងបែកបាក់ហើយបងប្អូនដែលឃើញគេអាចយកឡានហ្នឹងមកធ្វើជាឡានថ្មីបានទេបើធ្វើបានឡានថ្មីហ្នឹងមិនមែនឡានចាស់ទេបងប្អូនណាផ្ទះហ្នឹងបាក់ទៅគេយកទៅធ្វើសំណង់ស្អីផ្សេងគេយកទៅធ្វើឥដ្ឋថ្មីផ្ទះថ្មីហ្នឹងអញ្ចឹងម៉ែបងប្អូនក៏ផ្គុំដែរបើឃើញថារបស់ហ្នឹងជារបស់ផ្គុំហើយម៉ែបងប្អូនហ្នឹងតាមជាតិហ្នឹងឯងជាតិក្រោយម៉ែគេហើយអត់មានទៅជួបស្អីណាជាតិណាទៀតទេឃើញជីវិតលហែកលហោកហើយបងប្អូនបើសិនណាជាខ្ញុំណាបងប្អូនអាចស្លាប់ទៅរួចហើយធម្មជាតិនឹងប្រែប្រួលបងប្អូនឲ្យបងប្អូននៅជុំគ្នាក្រុមគ្រួសារហ្នឹងអត់ងាប់បងប្អូនខ្ញុំសប្បាយចិត្តបងប្អូនសប្បាយចិត្តងាប់ជីវិតយើងមួយបានគេរស់មករហូតជួបជុំគ្រួសារប្តីប្រពន្ធនឹងនៅរហូតអញ្ចឹងហើយកូន5នាក់ក្នុងគ្រួសារគឺ5នាក់រហូតអត់ងាប់ខ្ញុំនឹងសប្បាយប៉ុណ្ណាបងប្អូនតែជីវិតគេជីវិតយើងដូចគ្នាវាកិលទៅរកការបែកធ្លាយទាំងអស់ហើយរបស់ផ្គុំទាំងឡាយតែបែកធ្លាយហើយអត់មានធ្វើរបស់ដដែលមកវិញបានទេអញ្ចឹងម៉ែយើងឪយើងតែមួយជាតិទេណាតែបែកធ្លាយហើយរបស់ថ្មីណារបស់ថ្មីម៉ែឪគេថ្មីចុះម៉ែឪរបស់យើងពីដើមមកម៉ែឪរបស់ណាហាម៉ែឪរបស់ណាគាត់ដែលនឹកឃើញកូនគាត់ចាស់ហ៎អត់ផងហ្នឹងបងប្អូនពិចារណាមើលហើយនិយាយពីជឿអាខ្លះអ្នកមានពេលឪពុកស្លាប់លេខដុតដុល្លារ1000 2000ដាក់ឲ្យឪពុកហើយឯងវាដឹងធូមស្ដាយដុល្លារឮគេថាងតាអាចារ្យនឹងលួចបាត់ហើយអាដុល្លារគេដាក់ឲ្យសពយាយនោះថាអូយអូចាយឲ្យឆ្លាស់ទៅបើដុតចោលក៏ទៅទេដែរតានឹងគាត់ឆ្លាស់ទៅយកបានមកប្រើប្រាស់បងប្អូនងងឹតទេបងប្អូនងងឹតណាព្រះសម្មាសម្ពុទ្ធលោកដឹងថាគ្មានអញជីវិតទាំងអស់កើតពីការផ្គុំលោកមិនដែលបង្រៀនយើងឲ្យបានមកអញទេហើយអាចោថងយាមវាក្តៅខ្ញុំណាបងប្អូនសប្ងៃវាក្តៅណាស់វាក្តៅអីវាព្រោះទេសនាអញ្ចឹងទៅវាបាត់កឋិនវាលើស្ងាត់បងប្អូនកាលពីមុនពេញបងប្អូនឲ្យទៅដល់ខែកឋិនជិះមិនបានទេឡានជិះមិនបានឥឡូវវាស្ងាត់មនុស្សគិតប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងបងប្អូនវាស្មានថាធ្វើកឋិនបានទៅវានោះដល់ពេលវាស្ដាប់ខ្ញុំទៅដឹងថាអត់បានទៅវាអាណាក៏មកឲ្យស៊ីនៅផ្ទះហ្មងគេដឹងស្ដាប់ខំវាសនាឈប់ធ្វើបុណ្យខ្ញុំថាអស់នោះវាមិនដែលធ្វើបុណ្យទេតាំងពីយូរមកវាធ្វើតែពិធីសាសនាវាដែលធ្វើបុណ្យស្អីវាគេខំរបើស្ដាប់អញយល់ហើយគេទុកស៊ីខ្លួនឯងក៏គ្រាន់បើដែរព្រោះនឹងកម្លាំងញើសឈាមគេហើយទៅបោកគេថាបានបុណ្យចេះបានបុណ្យចុះវិធីបោកគេតាប្រពុតទៅបងប្អូនមួយឆ្នាំឲ្យប្រើតែស្បង់ចពោនឹងមួយផងអត់ឲ្យទទួល2ដងទេណាបងប្អូនកឋិនម្ដងហើយចុះប្រសងឥឡូវជីសិតឡានលុចស៊ីសប្រើសុទ្ធតែរបស់ទំនើបជាងម្ចាស់ទៀនទៅទៀតបងប្អូនពិចារណាមើលគួរឲ្យបូជាអត់បងប្អូនណាទី1ប្រពុតលោកឲ្យប្រើអីសពុតបាំងស្គូលមានន័យថាសពុតក្របខ្មោចពួកយើងអ្នកប្រាថ្នាតិចប្រើនងទៅទី1ទី2រស់នៅក្រោមដើមឈើកុំឲ្យធ្ងន់គេពួកយើងអត់ធ្វើស្រែទេដល់ទី3ដើរបិណ្ឌបាតទេបងប្អូនដើរបិណ្ឌបាតអត់ឲ្យនៅកុដទេឲ្យបិណ្ឌបាតហើយបិណ្ឌបាតនឹងមើលល្មមតែមួយឆ្អែតហើយមកកណ្ដាប់ដៃហ្នឹងគឺបិទហើយអត់ទុកឲ្យដល់ស្អែកទេអត់មានត្រីងៀតត្រីអីទេស្អែកដើរបិណ្ឌបាតទៀតទៅប្រើថ្នាំសកូវអត់ឲ្យប្រើឯណាថ្នាំពេទ្យថ្នាំអីទេបងប្អូនឲ្យប្រើទឹកម៉ូតឲ្យប្រើថ្នាំឬឈើឬព្រៃអីហ្នឹងតើបងប្អូនចុះឥឡូវបងប្អូនពិចារណាមើលប្រសងរស់នៅធ្ងន់គេអត់បងប្អូនទេសឡើងនិយាយថាម៉េចឯងអាត្មាមួយថ្ងៃទេស2រោងក្នុងមួយរោងយ៉ាងតិចបំផុត2លានហើយយកលុយទៅណាទៅគ្រាប់អាចោលប្រកាច់ហើយយកលុយទៅណាបងប្អូនទៅតាមមើលម៉ែវាមុតផ្ទះឡើងប៉ុណ្ណាណៃវាឲ្យលុយទៅម៉ែវានោះហើយជក់ឈាមយើងបងប្អូនយើងបានធ្វើបន់យើងធ្វើបន់ចេតនាដើម្បីអ្នកដទៃនោះមកពីកាណាដានោះចង់ឲ្យបងប្អូនយល់បងប្អូនមករៀបចំរោងមករៀបចំអីមកឲ្យខ្ញុំដេកបន្ទប់នៅអូតែលអត់ឲ្យបងលុយអត់ឲ្យអីបងប្អូនចាណាមើលសួរតែគ្នានឹងបានអីមានបានស្អីចង់ឲ្យប្រជាប្រដ្ឋបានស្ដាប់ហ្នឹងបន់ពេញទំហឹងហ្មងបងប្អូនបន់ពេញទំហឹងបន់ណាមិនបាច់មើលអីទេបងប្អូនមើលតែចេតនាទៅមើលតែចេតនាបងប្អូនសម្គាល់ចេតនារបស់បងប្អូនទៅជេរក៏ដោយបងប្អូនឲ្យតែចេតនារបស់យើងចង់ឲ្យគេល្អជេរក៏ដោយក៏បន់ណាបន់ទៀតសំខាន់លើចេតនាតាប្រពុតផ្ដោតតែលើចេតនាទេកម្លាំងបន់កម្លាំងបាបនៅលើតែចេតនានាងការណងជាគឺមានបានតែដល់ណាតែចេតនាឃើញទេកម្លាំងបន់ណាក៏ចេតនាអាបន់ហ្នឹងក៏នៅលើចេតនាអត់មានលើរបស់ឯងចូលបន់តិចបានតិចចូលបន់ច្រើនបានច្រើនអត់ទេឲ្យតិចមែនប៉ុន្តែចេតនាគ្រាន់តែចង់ឲ្យគេឲ្យមែនតើមិនទាន់បានឲ្យផងណាបងប្អូនបន់បុព្វបច្ចេតនា
ចេតនាដែលចង់ជួយគេយើងវាមិនទាន់មានស្អីដែលយើងអាចជួយគេបានមានចេតនាទៅមុនបនហើយបងប្អូនបនហើយបើពុតលោកទេសល្អិតល្អន់អញ្ចឹងណាបងប្អូនហើយបនហ្នឹងមិនសម្រាប់យើងទេណាបងប្អូនគឺសម្រាប់សត្វថ្មីដែលកើតក្រោយក្រោមឥទ្ធិពលរបស់យើងសត្វថ្មីដែលកើតក្រោមឥទ្ធិពលរបស់យើងមិនមែនយើងទេប៉ុន្តែបើសត្វចាស់ហ្នឹងវាធ្វើបនជុំគ្នាវាធ្វើល្អជុំគ្នាពិតជាបនមែនណាបងប្អូនជាតិក្រោយហ្នឹងវាគ្រួសារផ្សេងហ្នឹងវាជុំគ្នាចង់ទៅណាឥទ្ធិពលរបស់យើងជះឥទ្ធិពលទៅលើក្រោយទៅនឹងដែរប្រពុតលោកប្រាប់ថាអ្នកយល់ថាងាប់ហើយកើតមកវិញក៏មិនត្រូវអ្នកយល់ថាងាប់ហើយសូន្យក៏មិនត្រូវណែកន្លែងហ្នឹងបងប្អូនកន្លែងហ្នឹងធေါ်ត្រាស់ដឹងជ្រៅបងប្អូនហើយចុះពួកអចោថងយាមសប្ងៃវាចេះទេដូចយើងអញ្ចឹងអត់មានវែកញែកអត់ស្ដាប់ធေါ်កើតបញ្ញាស្ដាប់ធေါ်ដូចយើងបានកើតបញ្ញាហើយចុះស្ដាប់ធေါ်ដូចអចោថងយាមស្ដាប់យូរទៅល្ងងទៅយូរទៅល្ងងទៅហ្នឹងបងប្អូនណាស្ដាប់ធေါ်អចោថងយាមខូចទេសនាសប្ងៃណាបងប្អូនមិនមែនទាំងអស់ទេមួយចំនួនពួកអាខូចបងប្អូនណាស្ដាប់ទៅភ្លឺទៅស្ដាប់ទៅយួនយកដីអស់ទៅហើយថ្ងៃមុនអេងឆៃអៀងអាស្ដាច់លបែងនោះមែនអាស្ដាច់លបែងផងអាចៃលបែងមិនស្ដាច់ទេអាចៃលបែងវាចង់កំទេចយើងវាកំទេចអត់បានណាបងប្អូនវាចង់ខ្ចីដៃគេមកកំទេចសត្រូវរបស់វាថាយើងជេរលោកទាំងអស់ថាចោលថងយាមមិនចង់ទេណាបងប្អូនយើងជេរពួកអាខូចពួកអាជក់គ្រឿងញៀនពួកអាចង់បោកគេនៅក្នុងសាសនាពួកអាហ្នឹងវារិះរកវិធីដើម្បីធ្វើម៉េចបោកគេឲ្យបានវាទៅកោតងោលហើយស្លៀកស្បង់ចពោទៅអង្គុយក្នុងសាសនានឹងទៅអាពួកហ្នឹងហៅថាអាចោថងយាមគឺអាចោនៅក្នុងសាសនាដូចយើងសប្ងៃពួកបលិសពួកទាហានណាដែលចាប់ចម្រិតយើងយកលុយបងប្អូនហៅអាចោស្របច្បាប់អ្នកធ្វើការច្រើនណាស់សិតតែស្របច្បាប់ទាំងអស់បងប្អូនអ្នកធ្វើការសប្ងៃមិនសិតស្របច្បាប់គេចូលតាមត្រឹមត្រូវរបស់គេអញ្ចឹងយើងជេរអាចោស្របច្បាប់ហ្នឹងត្រូវទាំងអស់អញ្ចឹងថាអត់ទេគេជេរតែពួកអាខូចដែលវានៅក្នុងស្ថាប័នរដ្ឋរួចហើយវាចម្រិតយកលុយគេដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគេហៅអាចោស្របច្បាប់អាពួកទៅបួសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់វាហៅថាអាចោថងយាមមិនមែនប្រសង់ទាំងអស់សិតអាចោថងយាមទេប្រសង់ទាំងអស់សិតតែមានថងយាមតែយើងមិនមែនជេរឲ្យតែមានថងយាមសិតតែអាចោថងយាមទាំងអស់ទេអ្នកធ្វើការទាំងអស់សិតតែស្របច្បាប់ប៉ុន្តែយើងនិយាយថាអាចោស្របច្បាប់មិនមែនអ្នកធ្វើការស្របច្បាប់ទាំងអស់សិតតែចោលទេគាត់នឹងសម្គាល់ថាអ្នកណាដែលចូលទៅក្នុងស្ថាប័នកិច្ចការងាររដ្ឋនឹងរួចហើយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនចម្រិតយកលុយយើងហៅថាអាចោស្របច្បាប់អាពួកខូចណាទៅបួសក្នុងសាសនាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់វាមិនមែនជាប្រសង់ពិតប្រាកដទេហៅថាអាចោថងយាមសពថ្ងៃបងប្អូនអូខ្ញុំមានសត្រូវនិយាយពីមហាច្រើនបងប្អូនមហាច្រើនមិនដឹងថាតើគ្រោះថ្នាក់ថ្ងៃណាទេបងប្អូនសពថ្ងៃស្មាទោសគុំតបានរដ្ឋាភិបាលគេអត់យល់ដោយពួកអាខូចអស់នោះបើសិនណាជារដ្ឋាភិបាលគេយល់ដោយពួកអាខូចអស់នោះបងប្អូនយើងមកនិយាយកន្លែងហ្នឹងមកចាប់ចងស្លាប់ផ្ទៃយើងយកទៅដាក់ឡានកុំដឹងធ្វើអីគេរដ្ឋាភិបាលគេចង់ធ្វើយើងស្មានណាក៏បានដែរប៉ុន្តែសំខាន់រដ្ឋាភិបាលគេអត់យល់ដោយពួកអាចោថងយាមពួកអាចោថងយាមពួកអាគណៈបពប្រឆាំងហ្នឹងបងប្អូនបើវាប្រើរដ្ឋាភិបាលឲ្យចាប់យើងបានណាបងប្អូនវាប្រើហើយបើវាកាន់ការងាររដ្ឋវិញពួកអត់ហ្នឹងវាចាប់យើងដាក់គុកបាត់ហើយប៉ុន្តែសពថ្ងៃរដ្ឋាភិបាលគេមើលឃើញយើងថាមិនមែនអញ្ចឹងទេហើយរដ្ឋាភិបាលសពថ្ងៃបងប្អូនបញ្ហាធំជាងគេបំផុតគឺគ្នាអត់មានសមត្ថភាពបង្រៀនរាសដែរក្តៅចិត្តបើទុកឲ្យរៀនល្ងងហ្នឹងពួកអាគណៈបពប្រឆាំងក៏វាបោកដែរហើយគ្នាវាអត់មានសមត្ថភាពបញ្យល់រាសដល់ពេលឃើញឯងបញ្យល់បានទៅគ្នានោះវាស្រួលដែរកុំឲ្យពួកអាគណៈបពប្រឆាំងវាក្លុកពេកដល់គេយល់ថាអញ្ចឹងដែរក៏គេស្ងៀមស្ងាត់ទៅយើងក៏វាចេះតែរស់អញ្ចឹងទៅបើរដ្ឋាភិបាលគេយល់ដោយអាចោថងយាមបងប្អូនយើងរស់មិនកើតទេហើយសម្ព័ន្ធណាបងប្អូនឃើញខុសថាខុសឃើញគេល្អថាគេល្អមែនណាបងប្អូនខ្ញុំសប្ងៃបងប្អូនបើសិនណាជាមានគេធ្វើរឿងហ្នឹងបងប្អូនខ្ជិលហ្មងខ្ជិលណាបងប្អូនខ្ជិលណាមើលតែកិច្ចការស្រុកខ្មែរបងប្អូនខ្ជិលហ្មងដូចថាខ្លាចយួននៅពេញដីខ្មែរអំណាចប្រមូលផ្ដុំរចនាសម្ព័ន្ធគេរៀបរួចហើយដូចចម្រងមកពីលើសិតតែក្បាត់មកពីលើយើងធ្វើនៅក្រោមដាច់តែខ្សែបន្តិចមកជ្រាបហ្មងក្បាលយើងហ្នឹងងាប់តែហ្មងងាកទៅប្រជាប្រដ្ឋនោះនិយាយពីតណ្ហាបើឈ្នះឆ្នោតវិញអង្គុយចាំតែមើលឯងធ្វើឲ្យវាច្រាស់តន់អត់ហើយអញនេះប្រពន្ធក៏គ្មានកូនក៏គ្មានអាយយដូចមិនចង់យកអាការងារនឹងមកដាក់ខ្លួនទេប៉ុន្តែវាអត់រួចទេបងប្អូនឃើញតែមនុស្សលូតពីប្រយោជន៍ផ្ទាល់ខ្លួនអត់រួចអត់មានអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ជាតិឡើយខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាចុងក្រោយរបស់ខ្ញុំទៅប៉ុណ្ណេះសូមអរគុណ